ពេលអ្នកសម្ភាសសួរអ្នកថាតើប្អូនចង់បានប្រាក់ខែប៉ុន្មានតើអ្នកត្រូវឆ្លើយដូចម្ដេចក្នុងអំឡុងពេលនៃការសម្ភាសនៅពេលដែលគេសួរអ្នកថាតើប្អូនចង់បានប្រាក់ខែប៉ុន្មានតើយើងគួរឆ្លើយដូចម្ដេចអ្នកទាំងអស់គ្នាកុំប្រញាប់នៃការឆ្លើយលឿនពេកជាមួយនឹងតួលេខបើអ្នកទាំងអស់គ្នាមិនទាន់បានដឹងអំពី salary range របស់ក្រុមហ៊ុនដែលអ្នកនរគ្នាបានដាក់ពាក្យទៅឬក៏អំពី range នៃប្រាក់ខែនៃតួនាទីនោះទេសូមកុំទាន់ឆ្លើយអំពីចំនួនតួលេខនៃប្រាក់ខែដែលអ្នកនរគ្នាចង់បានអ្នកទាំងអស់គ្នាគួរតែឆ្លើយថាសម្រាប់ប្រាក់ខែខ្ញុំអាចបត់បែនតាមក្រុមហ៊ុនបានខ្ញុំនឹងផ្ដោតលើតួនាទីនិងការទទួលខុសត្រូវរបស់ការងារជាមុនសិនតើក្រុមហ៊ុនបងមាន salary range សម្រាប់តួនាទីនេះប្រហែលប្រមាណដែរនេះគឺជាវិធីឬក៏ចម្លើយល្អមួយដែលអ្នកនរគ្នាអាចឆ្លើយដែលអាចធ្វើឲ្យអ្នកសម្ភាសប្រាប់អំពី budget range របស់គេហើយអ្នកនរគ្នានឹងអាចចរចានិងប្រាប់អំពីតម្រូវការដែលអ្នកនរគ្នាអាចប្រាប់ទៅគេបានតែបើសិនជាអ្នកសម្ភាសនៅតែចង់ដឹងអំពីតួលេខជាក់លាក់ណាមួយដែលអ្នកសម្ភាសចង់ដឹងអំពីអ្នកដោយគេចង់ឮថាតើអ្នកអាចឆ្លើយបានទេអំពីចំនួនជាក់លាក់ណាមួយឬក៏ range ណាមួយនៃ salary ដែលអ្នកនរគ្នាចង់បានក្រោយពីផ្អែកលើការស្ដាប់ទៅលើការបកស្រាយឬក៏ការជម្រាបពីអ្នកទាំងអស់គ្នាទៅដល់អ្នកសម្ភាសអំពីសមត្ថភាពចំណេះដឹងហើយនិងបទពិសោធន៍ដែលអ្នកគ្នាមានអញ្ចឹងអ្នកគ្នាត្រូវតែឆ្លើយប្រាប់គេអំពីតួលេខណាមួយដែលអាចចរចាបានដែលគេចង់ឮពីអ្នកទាំងអស់គ្នាឧទាហរណ៍បើសិនជាអ្នកចង់បានប្រាក់ខែ500តើអ្នកគ្នាគួរឆ្លើយយ៉ាងម៉េចអ្នកគួរតែឆ្លើយថាផ្អែកលើបទពិសោធន៍ជំនាញនិងការទទួលខុសត្រូវរបស់តួនាទីនេះខ្ញុំរំពឹងថានឹងទៅបុខែប្រហែល$500ទៅ$600ប៉ុន្តែខ្ញុំមានភាពបត់បែនហើយអាចពិភាក្សាបន្ថែមអាស្រ័យលើអត្ថប្រយោជន៍និងលក្ខខណ្ឌការងាររបស់ក្រុមហ៊ុននេះគឺជាចម្លើយដែលអាចឆ្លើយបានអំពី range ទៅដល់អ្នកសម្ភាសដើម្បីឲ្យគេស្ដាប់ដឹងឮអំពីតម្រូវការរបស់អ្នកហើយគេនឹងអាចនឹងឈានចូលដល់ការប្រាប់អំពីអ្វីដែលគេអាច offer បានឬក៏ចរចាភ្លាមតែម្ដងប៉ុន្តែបេក្ខជនជាច្រើនតែងតែមិនដឹងថាខ្លួនឯងគួរតែឆ្លើយទៅដល់អ្នកសម្ភាសនិងប្រាប់អំពីតម្រូវការនៃប្រាក់ខែដែលគាត់ចង់បាននោះកម្រិតណាព្រោះពេលខ្លះគាត់មិនទាន់មានបទពិសោធន៍ឬក៏មានបទពិសោធន៍ហើយគាត់មិនទាន់ដឹងអំពីrange នៃ salary ដែលគួរតែសុំទៅដល់អ្នកដែលសម្ភាសអញ្ចឹងអ្វីដែលអ្នកនរមិនគួរឆ្លើយនៅពេលដែលសម្ភាសនោះឧទាហរណ៍បើសិនជាអ្នកនរមិនច្បាស់ហើយអ្នកនរឆ្លើយថាបងឲ្យប្រាក់ខែខ្ញុំប្រមាណក៏បានដែរបងអាស្រ័យលើបងឬក្រុមហ៊ុនផ្ដល់ជូនខ្ញុំទេចម្លើយនេះពិតជាបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងអស់គ្នាមិនបានដឹងនៅឡើយទេថាតម្លៃខ្លួនរបស់អ្នកទាំងអស់គ្នានឹងមានតម្លៃក្នុងកម្រិតនៃប្រាក់ខែប៉ុណ្ណាចម្លើយមួយទៀតបើសិនជាអ្នកគ្នាចង់បានប្រាក់ខែដែលអ្នកគិតក្នុងចិត្តហើយឆ្លើយទៅគេ So what are your salary expectations ខ្ញុំត្រូវការប្រាក់ខែយ៉ាងហោចណាស់$500ព្រោះខ្ញុំត្រូវការចំណាយច្រើនចាគឺយ៉ាងហោចណាស់$500ការឆ្លើយជាមួយនឹងតួលេខជាក់លាក់ក៏ដូចជាតម្រូវការរបស់អ្នកគ្នាផ្ទាល់ខ្លួនមួយនេះវាអាចប៉ះពាល់ទៅលើការចរចាផ្សេងទៀតអ្នកគួរតែឆ្លើយដោយផ្ដោតទៅលើជំនាញបទពិសោធន៍និងតម្លៃដែលអ្នកអាចផ្ដល់ឲ្យក្រុមហ៊ុនជាជាងតម្រូវការដែលអ្នកគ្នាចង់បានផ្ទាល់ខ្លួនមួយនេះមួយទៀតបើសិនជាអ្នកគ្នាប្រាប់ទៅគេអំពីតួលេខដែលស្នើសុំដែលចង់បានហ្នឹងទាបពេកដោយខ្លាចក្រែងគេមានទទួលយើងឬក៏ខ្លាចគេ offer ទៅអ្នកផ្សេងនោះអ្នកទាំងអស់គ្នាអាចបាត់បង់ឱកាសឬក៏មិនអាចទទួលបាននៅប្រាក់ខែខ្ពស់ជាងនេះចំណុចសំខាន់ដើម្បីជួយឲ្យអ្នកទាំងអស់គ្នាក្នុងការឆ្លើយអំពីសំណួរនេះបានល្អអ្នកទាំងអស់គ្នាមុននឹងចូលដល់ការសម្ភាសត្រូវស្រាវជ្រាវអំពី salary range នៃតួនាទីនៅក្នុងក្រុមហ៊ុននោះហើយត្រូវកំណត់អំពីតួលេខដែលអ្នកចង់បាននៃប្រាក់ខែឬក៏ជាតួលេខអបបរមាមានន័យថាដែលប្រាក់ខែដែលទាបបំផុតដែលអ្នកអាចទទួលយកបានព្រោះនៅពេលសម្ភាសគេនឹងចរចាយើងហើយក្រោយពីបានស្ដាប់អំពីចម្លើយនៃការឆ្លើយតបនៃសំណួរមួយនេះខ្ញុំជឿជាក់ថាវានឹងជួយឲ្យអ្នកនរគ្នាចេះឆ្លើយខ្លះឬក៏អ្នកនរគ្នាមានគំនិតល្អប្រសើរជាងនេះអ្នកនរគ្នាគួរតែឆ្លើយដើម្បីទទួលបាននៅការចរចាល្អមួយក្នុងពេលសម្ភាសអញ្ចឹងក្នុងការសម្ភាសនេះមួយគឺជាពេលវេលាមួយរវាងការចរចាមិនខុសអំពីការចរចារវាងអ្នកលក់និងអ្នកទិញនោះទេប៉ុន្តែនេះគឺជាការចរចាអំពីចំណេះដឹងជំនាញនិងសមត្ថភាពដែលគេនឹងជួលយើងទៅធ្វើការបំពេញកិច្ចការងារនៅក្នុងក្រុមហ៊ុនរបស់គេព្រោះគេរំពឹងថាក្រោយពីការ offer និងការទទួលយកអ្នកជាបុគ្គលិកនៅក្នុងក្រុមហ៊ុនគេសង្ឃឹមថាអ្នកនឹងពេញចិត្តជាមួយនឹងការងារនោះហើយនឹងអភិវឌ្ឍក្រុមហ៊ុនរបស់គេឲ្យរីកចម្រើនវានឹងធ្វើឲ្យមានការសប្បាយចិត្តរវាងម្ចាស់ក្រុមហ៊ុនដែលជួលអ្នកហើយអ្នកក៏ happy សប្បាយចិត្តក្នុងការបម្រើការនៅក្នុងក្រុមហ៊ុននោះផងដែរ